នេះគឺជា laptop ដែលចេញឆ្នាំ2025ដែលតម្រូវទៅលើ stylish ភាពស៊ីវិល័យហើយជាមួយនឹងការរចនាបែបប្រណិតវាមានលក្ខណៈពិសេសត្រង់ថាទម្ងន់ស្រាលត្រឹមតែ 1.3 គីឡូក្រាមហើយកម្រាស់ត្រឹមតែ 1.39 សង់ទីម៉ែត្រប៉ុណ្ណោះលក្ខណៈពិសេសដោយសារកុំព្យូទ័រនេះបំពាក់ជាមួយនឹង CPU ជំនាន់ថ្មី Intel Core Ultra 7 ជំនាន់ទី2 model លេខ 258V ប្រើប្រាស់ថាមពលតិចដែលយើងអាចប្រើកម្លាំងថ្មនោះរហូតដល់ជាង20ម៉ោងថ្មីបិទតែវាជាប្រភេទ laptop ដែលតូចស្ដើងស្រាលប៉ុណ្ណឹងមែនក៏ប៉ុន្តែមានភ្ជាប់មកជាមួយនឹង I/O port ដែលយើងអាចភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងៗហ្នឹងពេញលក្ខណៈតែម្ដងមានទាំង USB Type A USB Type C ហើយជាមួយនឹង HDMI port ដែលធ្វើឲ្យការប្រើប្រាស់ងាយស្រួលជាពិសេសពេលដែលយើងយកចេញទៅក្រៅធ្វើតែ ASUS VivoBook S14 នេះជាប្រភេទ laptop តូចស្ដើងស្រាលមែនក៏ប៉ុន្តែវាមានប្រសិទ្ធភាពនៅក្នុងការប្រើប្រាស់ខ្ពស់ដោយសារទី1វាដំណើរការជាមួយនឹង Intel Core Ultra 7 ជំនាន់ទី2 model 258V ហើយក្នុងហ្នឹងគឺមាន RAM រហូតដល់ 32GB ចំពោះ storage វិញមានរហូតដល់ 1TB ដែលធ្វើឲ្យកុំព្យូទ័រនេះមានលក្ខណៈពិសេសនោះគឺត្រង់ថាវាក៏ជាកុំព្យូទ័រដែល certify ជាមួយនឹង Intel Evo Technology ចំពោះ Intel Evo Technology នេះគឺជា laptop ដែលត្រូវតែមានលក្ខណៈពិសេស5យ៉ាងទី1គឺត្រូវតែជាកុំព្យូទ័រប្រភេទតូចស្ដើងស្រាលទី2គឺត្រូវតែជាប្រភេទកុំព្យូទ័រដែលដំណើរការដោយ Intel Core Ultra Series ហើយទី3គឺជាប្រភេទកុំព្យូទ័រដែលមានកម្លាំងថាមពលថ្មខ្លាំងទី4គឺជាកុំព្យូទ័រដែលអាចសាករហ័សហើយកម្លាំងប្រើប្រាស់បានយូរម៉ោងហើយទី5គឺនៅពេលដែលយើងបិទបើកឆាប់រហ័សនឹងចេញមកវិញកុំព្យូទ័រនេះតូចស្ដើងស្រាលប៉ុន្តែយើងអាចប្រើប្រាស់ទៅលើមុខងារសំខាន់ៗផ្សេងៗជាច្រើនជាពិសេសដូចជាផ្នែកទៅលើអាជីវកម្មផ្នែកទៅលើការសិក្សាឬក៏យើងអាចប្រើវាទៅលើមុខងារ photo editing video editing ឬក៏ការកម្សាន្តអាចជាការលេងហ្គេមទៀតក៏បានដែរព្រោះដោយសារកុំព្យូទ័រនេះគឺដំណើរការជាមួយនឹង Intel Core Ultra 7 Series 2 model លេខ 258V ហ្នឹងដែលមាន graphic card ដែលមានប្រសិទ្ធភាពខ្ពស់ model លេខ 140V ជាទូទៅ graphic card ថ្មីរបស់ Intel នេះគឺជាប្រភេទ graphic ជាប់ក៏ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ដែលយើងអាចលេង game ខ្លះៗបានតែបិទតែវាមិនមែនជាប្រភេទ machine gaming ទេប៉ុន្តែយើងអាចយកមកលេង game បានមិនជាបញ្ហាទេព្រោះដោយសារតែ graphic card ចំនួនថ្មីដែលអាចឲ្យវាដំណើរការបានយ៉ាងមានប្រសិទ្ធភាពនោះអេក្រង់នេះមានទំហំ 14 inch Full HD resolution គាំទ្រជាមួយនឹងកម្រិត 60Hz refresh rate ជាប្រភេទ Lumina OLED អ្វីដែលពិសេសគឺត្រង់ថាកម្រិតពណ៌ជាក់លាក់ច្បាស់បានល្អគាំទ្ររហូតដល់ DCI PC 100% ហើយជាមួយនឹងកម្លាំងជះពន្លឺ 600 nit វាជាកុំព្យូទ័រដែលតូចស្ដើងស្រាលមែនក៏ប៉ុន្តែមាន port ដើម្បីភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងៗគ្រប់គ្រាន់ដែលអ្វីដែលអ្នកទាំងអស់គ្នាឃើញនេះគឺនៅផ្នែកខាងស្ដាំគឺមាន USB 3.2 Gen 1 Type A ចំនួន2ដែលគាំទ្រជាមួយនឹងបញ្ជូនទិន្នន័យកម្រិត 5GB ហើយចំពោះផ្នែកខាងឆ្វេងវិញគឺ Thunderbolt 4 ដែល support ជាមួយនឹង USB 3.2 Gen 2 Type C ហើយក៏ដូចជា HDMI port ទម្រង់ពេញដែលយើងអាចដោតទៅ display port ខាងក្រៅឬក៏ monitor សម្រាប់ការធ្វើ presentation ឬក៏យើងដោតទៅជា desktop setup ក៏បានដែរនៅក្នុងនេះក៏មានភ្ជាប់មកជាមួយនឹង micro SD card មួយដើម្បីយើងអាចដាក់ជាមួយនឹង memory card ដើម្បីបង្កើនទំហំផ្ទុកបន្ថែមហើយក៏មានរុនដោតកាសនិងរុនដោត mic ផងដែរនេះគឺជា laptop ចេញឆ្នាំ2025វាជាប្រភេទ AI PC ហើយដំណើរការនៅក្នុង x86 architecture ព្រោះដោយសារ Intel Core Ultra Series 2 នេះគឺ x86 architecture អញ្ចឹងវាគាំទ្រជាមួយនឹង software ផ្សេងៗទាំងអស់មិនថាជាកម្មវិធី photo editing ដូចជា Adobe Lightroom Adobe Photoshop ឬក៏កម្មវិធី edit video ដូចជា Adobe Premiere Pro ឬក៏ CapCut នោះទេសូម្បីតែកម្មវិធី DaVinci Resolve ក៏អាចដំណើរការបានដែរប៉ុន្តែសម្រាប់កុំព្យូទ័រនេះវាមិនមែនជាកុំព្យូទ័រដែលតម្រូវជាមួយនឹងការ edit video កម្រិតច្រើនឬកម្រិតខ្លាំងទេអញ្ចឹងបើសិនជាយើងប្រើសម្រាប់កម្មវិធី CapCut គឺជាកម្មវិធីមួយដែលល្អបំផុតត្រូវជាមួយនឹង laptop បែបនេះតែម្ដងគឺមាន NPU នៅក្នុង CPU នឹងតែម្ដងអញ្ចឹងធ្វើឲ្យការប្រើប្រាស់កម្មវិធីមួយចំនួនដែលគាំទ្រជាមួយនឹង AI acceleration នឹងបានដំណើរការល្អដូចជាការកាត់ background ឬក៏ការធ្វើ skin smooth នៅក្នុងកម្មវិធី CapCut ហ្នឹងគឺវាទាមទារឲ្យម៉ាស៊ីនហ្នឹងដំណើរការជាមួយនឹង NPU អញ្ចឹងការប្រើបែបនេះវាធ្វើឲ្យការប្រើប្រាស់ទៅលើកម្មវិធីបែបនោះមានភាពរលូនហើយជាមួយនឹងមិនសូវធ្វើឲ្យ CPU នោះឡើងកម្ដៅខ្លាំងព្រោះមានន័យថាវាមាន NPU ដែលតម្រូវជាមួយនឹងការងារ AI បែបនោះចំពោះរូបរាងរបស់វាវិញគឺវាធ្វើឡើងពីអាលុយមីញ៉ូមផ្នែកខាងលើនិងផ្នែកខាងក្រោមធន់ជាមួយនឹងការសឹករីករិលហើយក៏មិនសូវជាប្រឡាក់ជាប់ខ្យៅដៃដែរប៉ុន្តែប្រភេទនេះវាមិនមែនជា uni body design ទេវាមិនមែនជាអាលុយមីញ៉ូមមកដុំដើម្បីយកមករៀបទៅជា laptop នោះទេអានេះគឺផ្នែកខាងលើផ្សេងផ្នែកខាងក្រោមផ្សេងអញ្ចឹងវាជាបង្គំ
ចំពោះអេក្រង់វិញគឺយើងអាចបត់លាតបានរហូតដល់180 degree ហើយចំពោះផ្នែក keyboard នេះវិញគឺវាមានទម្រង់ full size keyboard ហើយ key travel ស្មើនឹង 1.7 mm ចំពោះ keyboard វិញគឺវាអត់មានភាពទ្រុឌទេនៅពេលដែលយើងសកត់ខ្លាំងព្រោះដោយសារតួវាតូចហើយវាជាប្រភេទ aluminum អញ្ចឹងវារឹងមាំខ្លាំងចំពោះ keyboard នេះដែរគឺវាមាន backlight ហើយ backlight នេះក៏ support ជាមួយនឹង RGB ដែរអញ្ចឹងមានន័យថាយើងអាចដូរពណ៌បានគ្រាន់តែវាអាចដូរបានទាំងអស់មិនមែនដូរមួយ key ទេហើយចំពោះ trackpad វិញគឺជាប្រភេទ glass surface អញ្ចឹងវារលោងហើយពេលដែលយើងសកត់ខ្លាំងក៏វាមិនមានភាពទ្រុឌអីដែរព្រោះដូចដែលបញ្ជាក់អមិញដោយសារតួវាជាប្រភេទ aluminum ហើយតូចអញ្ចឹងគឺវារឹងមាំខ្លាំងជាងប្រភេទជ័រឬក៏ជាប្រភេទដែលតួវាធំហើយនៅខាងលើនេះឃើញមានបិទ sticker ផ្សេងៗដែលបញ្ជាក់អំពី technology ដែលបានប្រើប្រាស់ឬក៏ CPU ដែលបានប្រើប្រាស់ហើយ speaker គឺ tune by Harman Kardon អញ្ចឹងដូចអ្នកទាំងអស់គ្នាអាចស្ដាប់សាកល្បងមើលទៅប៉ុណ្ណឹងយ៉ាងម៉េចដែរសំឡេងឮខ្លាំងច្បាស់ល្អទេនៅផ្នែកខាងលើនេះគឺមាន webcam ហើយក៏គ្រប់គ្រងជាមួយនឹង Windows Face Login ហើយក៏មានចំណុចមួយដែលយើងអាចកាច់បិទបើក webcam យើងបានដែរក្នុងករណីមួយចំនួនដែលយើងមានការព្រួយបារម្ភថាគេអាចលួចមើលតាម webcam យើងអញ្ចឹងយើងអាចកាច់បិទបើកតាមលើនេះបានណាASUS VivoBook S14 នេះវិញគឺមានទំហំថ្ម75 វ៉ាត់ម៉ោងចំពោះការសាកវិញគឺយើងអាចសាកតាមរយៈ USB Type C port ដែល support ជាមួយនឹងកម្លាំងសាក65 វ៉ាត់បញ្ជាក់ផងដែរ model នេះគឺមានការការពារត្រឹមត្រូវនិងមានការធានាពីក្រុមហ៊ុនជាផ្លូវការតែម្ដងដែលនៅក្រោមការធានាដែលមានឈ្មោះថា Perfect Warranty សម្រាប់ប្រទេសកម្ពុជាយើងសម្រាប់ការទិញ model នេះ Perfect Warranty គឺផ្ដល់ការការពារឧទាហរណ៍ជាការដែលខូចបាក់បែកឬក៏ធ្លាក់ការខូចបែបហ្នឹងគឺក្រុមហ៊ុននឹងទទួលនៅក្នុងការជួសជុលឲ្យយើងឬក៏ចំណាយចំនួនយើង 80% ដែលយើងចំណាយខ្លួនឯងត្រឹមតែ 20% ទេក្នុងលក្ខខណ្ឌពិសេសណាមួយដូចជាការកពុបទឹកលើឬក៏ធ្លាក់ចូលទឹកខូចតែម្ដងទម្រង់នៃការខូចខាតនេះទោះបីជាយ៉ាងណាក៏ដោយក៏នៅតែមានការធានាដែរឲ្យតែវានៅរក្សាទ្រង់ទ្រាយរូបរាងដើមមិនមែនបាត់មិនមែនដាច់ជាពីរហើយចំពោះការធានាទូទៅវិញគឺទទួលបានការគ្រប់គ្រងរយៈពេល2ឆ្នាំពេញទាំងក្នុងស្រុកនិងក្រៅប្រទេសអញ្ចឹងមិនថាតែយើងទិញស្រុកខ្មែរទេសូម្បីយើងទៅក្រៅប្រទេសក៏មានការធានារយៈពេល2ឆ្នាំដែរអញ្ចឹងបញ្ជាក់ផងដែរចំណុចនេះគឺមានន័យថារយៈពេលសរុបនៃការធានាគឺ2ឆ្នាំក្នុងនោះគឺមាន1ឆ្នាំជា Perfect Warranty ប៉ុន្តែសម្រាប់តែប្រទេសកម្ពុជាយើងទេនឹងគឺជាលក្ខណៈពិសេសដែលមាននៅក្នុង laptop ASUS VivoBook S14 ដែលជាផលិតផលផ្លូវការរបស់ក្រុមហ៊ុន ASUS Cambodia យើងអាចសាកល្បងដោយផ្ទាល់និង testing នៅ ASUS Exclusive Store